ព្រះគាថាព្រះពុទ្ធអង្គព្រះអង្គទ្រង់ត្រាស់ប្រពចំពោះនាងចន្ទចាថាឯកាំងធម្មំអតីតសៈមុសាវេតិសៈជន្តណោវិតិនបរលោកសៈនន្ធិបាបាំងអការិយ៉ាងមានន័យថាបុគ្គលប្រព្រឹត្តកន្លងពាក្យសច្ចៈដែលជាធัวឯងនេះពោលនិយាយតែពាក្យកុហកមានបរលោកលះចោលហើយរមែងមិនជួបសម្បត្តិ3ក៏មនុស្សសម្បត្តិទេវតាសម្បត្តិនិព្វានសម្បត្តិក្នុងអវសានឈ្មោះថាមិនប្រព្រឹត្តអំពើបាបមិនមានឡើយឃើញព្រះអង្គសម្ដែងកន្លែងហ្នឹងអញ្ចឹងយើងប្រាថ្នាចង់ឲ្យខ្លាយខ្លួនឯងនេះជួបសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានក៏ប៉ុន្តែអាទង្វើជាក់ស្ដែងយើងធ្វើនេះវាមិនបានសម្បត្តិទាំង3ហ្នឹងទេយើងកុំបន់ស្រន់បួងសួងដើម្បីបានសម្បត្តិហ្នឹងដោយសារអីយើងកំពុងតែប្រព្រឹត្តហេតុអាក្រក់ហ្នឹងដោយសារតែយើងចង់បានអ្វីដែលល្អចង់បានអ្វីដែលសុខប៉ុន្តែប្រព្រឹត្តនៅអំពើដែលជាមិនសុខប្រព្រឹត្តហេតុដែលជាមិននាំមកសេចក្តីសុខដោយសារតែយើងនេះមានអវិជ្ជាជាអ្នកនាំផ្លូវកាលណាមានអវិជ្ជាជាអ្នកនាំផ្លូវពពួកអធោពពួកនៃបិសាចអាក្រក់ហ្នឹងវាកំពុងតែស្រឡាញ់ចូលចិត្តយើងឲ្យយើងប្រព្រឹត្តអំពើអកុសលវាចូលចិត្តណាស់ពីព្រោះអីយើងខ្សែគប់ជាមួយអវិជ្ជាវានាំពួកនឹងមកហើយអញ្ចឹងវិជ្ជាដែលជាបញ្ញានេះវាអត់ឈ្នះទេពីព្រោះអីតបនៃអវិជ្ជាវាច្រើនពេកអញ្ចឹងយើងលះបង់អវិជ្ជាចោលដោយបញ្ញានេះបញ្ញាជាគ្រឿងរំដោះខ្លួនឯងចេញពីសេចក្តីទុក្ខហើយអវិជ្ជាជាហេតុដែលនាំឲ្យមនុស្សជួបសេចក្តីទុក្ខពីព្រោះអីព្រះពុទ្ធអង្គសម្ដែងថាបុគ្គលដែលគ្មានបញ្ញាជាកំពូលសត្រូវនៃខ្លួនឯងហើយបុគ្គលដែលមានប្រាជ្ញារមែងដោះខ្លួនឯងចេញពីសេចក្តីទុក្ខពីរហ្នឹងគឺពាក្យនេះគឺពាក្យល្អណាស់ត្រឹមត្រូវមែនព្រោះឯបុគ្គលដែលមិនមានបញ្ញាគឺជាបុគ្គលដែលនាំឲ្យខ្លួនឯងអន្តរាយមែនដូចជានាងចន្ទចាជាដើមនេះដែលព្រះអង្គសម្ដែងនេះភាគច្រើនគឺមនុស្សប្រាថ្នាសម្បត្តិ3ហ្នឹងប៉ុន្តែបើប្រព្រឹត្តហេតុមិនបានសម្បត្តិ3ហ្នឹងវាទៅជាសម្បត្តិបានសម្បត្តិ4វិញទី1គឺនរកប្រែតទេរឆានអសុរកាយហេបាទជាក់ស្ដែងគឺអញ្ចឹងមែនពាក្យប្រពុតគឺត្រូវហើយយើងយកមកពិចារណាមកហើយយើងយកមកគិតមកវាពាក្យអញ្ចឹងមែនហើយសួរតើព្រះអង្គជាអ្នកដែលប្រព្រឹត្តនៅក្នុងរឿងនឹងមែនអត់យើងសូម្បីនៅពេលដែលបរិស័ទដែលជឿជាក់លើប្រពុតហើយនៅតែនៅពេលដែលនាងចាញ់ចានិយាយហ្នឹងនៅតែចង់រៀបរែកដែរណាប៉ុន្តែដោយសារតែអំណាចនៃបារមីហើយព្រះអង្គជាបុគ្គលឯកក្នុងលោកជាបុគ្គលដែលប្រសិទ្ធៈនៅកិលេសទាំងឡាយជាព្រះអរហន្តអញ្ចឹងព្រះអង្គមិនញាត់ញយចំពោះចំណុចហ្នឹងទេប៉ុន្តែអ្នកឯងនឹងវិនិច្ឆ័យឲ្យដោយខ្លួនឯងដោយសារអីមិនមែនព្រះអង្គជាអ្នកដាក់ទោសមិនមែនព្រះអង្គប្រាថ្នាឲ្យអ្នកឯងជួបនៅសេចក្តីវិនិច្ឆ័យឲ្យទេដោយសារអីធម្មជាតិជាអ្នកដាក់ទោសអ្នកឯងខ្លួនឯងទេអ្នកប្រព្រឹត្តអំពើអាក្រក់គឺអាញាដ៏ធំបំផុតគឺធម្មជាតិជាអ្នកដាក់ទោសវិញបាទសូមអរគុណចំពោះការស្ដាប់សូមអនុមោទនាមិនគួរសាច់គុកធោថោកទៀបមិនសង